ចូលរួមសោកស្ដាយទៅកាន់ Pro Esport របស់កម្ពុជារបស់យើងដែលបានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MSC 2026នៅក្នុងចំណាត់ថ្នាក់លេខ5ដល់លេខ8បើទោះបីជាលទ្ធផលមួយនេះវាមិនល្អដូចអ្វីដែលយើងរំពឹងទុកក៏ដោយប៉ុន្តែបើយើងក៏លេចទៅមើលកីឡាករជាមួយនឹងខូចគឺគាត់ព្យាយាមអស់សមត្ថភាពហើយខ្ញុំជឿថាលទ្ធផលមួយនេះក៏មិនមែនជាលទ្ធផលដែលពួកគាត់ចង់បាននោះទេហើយសម្រាប់បងប្អូនដែលជាអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាខ្ញុំសូមឲ្យបងប្អូននៅតែបន្តគាំទ្រមិនថា Pro Esport ឬក៏ team ដទៃទេឲ្យតែពួកគាត់តំណាងឲ្យខ្មែររបស់យើងត្រូវតែបន្តគាំទ្រជានិច្ចដើម្បីឲ្យវិស័យមួយនេះកាន់តែរីកចម្រើននិងទទួលបានលទ្ធផលល្អនៅពេលក្រោយត្រឡប់មកវិញ Pro Esport របស់កម្ពុជារបស់យើងមិនទាន់អស់ការប្រកួតនោះទេគាត់ត្រូវប៉ះជាមួយនឹង Onyx នៅក្នុងព្រឹត្តិការណ៍ Game of the Future ដែលកម្មវិធីប្រកួតមួយនេះគឺគេធ្វើឡើងនៅ Astana Kazakhstan អញ្ចឹង Pro Esport របស់យើងនឹងត្រូវប្រកួតជាមួយនឹង Onyx Esport នៅថ្ងៃទី4ដែលមកនៅក្នុងប្រទេសកម្ពុជាគឺម៉ោង 7:50 នាទីសរុបមកវិញប្រាក់រង្វាន់នៅក្នុង Game of the Future គឺមានទំហំប្រមាណ$90,000ដែរអ្នកទាំងអស់គ្នាប៉ុន្តែគេមិនទាន់បានលម្អិតថាលេខ1ទទួលបានប្រាក់រង្វាន់ចំនួនប៉ុន្មានឬក៏លេខ2ឬក៏លេខ3ចំនួនប៉ុន្មានទេប៉ុន្តែប្រាក់រង្វាន់សរុបមានទំហំប្រមាណប្រហែលជា$90,000ហើយសម្រាប់ការប្រកួត Game of the Future នេះដែរគឺមានរហូតដល់16ក្រុមផ្សេងគ្នាមកពី12ប្រទេសដែលនៅក្នុងនោះមានកម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត យ៉ូដានី អេរ៉ង់ កាហ្សាស្ថាន អ៊ូបេគីស្ថាន ម៉ុងហ្គូលីនិងហុងកុងហើយសម្រាប់ការប្រកួតនេះដែរយើងនឹងសង្ឃឹមថា Pro Esport របស់យើងនឹងធ្វើបានល្អហើយទទួលបានចំណាត់ថ្នាក់ល្អជូនអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជារបស់យើង